សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូមួយទៀតខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបយើងទៅសេ prompt ក្នុងការបង្កើត music cover poster អញ្ចឹងនេះជារូបដែលខ្ញុំបាន generate នៅក្នុង Google Flow អ្នកទាំងអស់គ្នាបានឃើញអូខេនេះជាឧទាហរណ៍មួយទៀតដែលខ្ញុំ generate នៅក្នុង ChatGPT អូខេនេះជា poster ចំណងជើងមិនជឿអ្នកណានេះស្ដាច់ផ្លូវចាប់ផ្ដើមពី0មិនជឿអ្នកណាគេនឹងជារូបមួយចំនួនដែលខ្ញុំបាន generate អញ្ចឹងយើងចូលដល់ការសរសេរ prompt ទាំងអស់គ្នាអូខេចឹងនេះជាការ generate របស់ខ្ញុំអញ្ចឹងចំណុចទី1យើងអាច generate បានក្នុងកម្មវិធី3អញ្ចឹងទី1យើងអាចថា generate នៅក្នុង ChatGPT Google Gemini ឬក៏ Google Flow ប៉ុន្តែនៅក្នុងហ្នឹងខ្ញុំនឹងតេស្ត3 AI នឹងតែម្ដងអញ្ចឹងទី1 Gemini Google Flow អញ្ចឹងខ្ញុំមាន3AI generate image អញ្ចឹងនេះអញ្ចឹងយើងក៏លេចទៅមើលការ save prompt វិញអញ្ចឹង prompt ខ្ញុំឧទាហរណ៍តែមួយទេអញ្ចឹង prompt នៅក្នុងគេមានអីខ្លះអញ្ចឹងទី1គឺចង់និយាយពីការដែលយើងអាចយករូបភាពដែលយើងចង់ដាក់ឧទាហរណ៍យើងចង់មានរូបខ្លួនយើងដើម្បីកាត់អាល់ប៊ុមរូបចម្រៀងហ្នឹងឬក៏យើងយកតួណាមកដាក់អញ្ចឹងណាហើយក្នុងហ្នឹងយើងអាចសរសេរថានៅពេលយើងយករូបយើងមកដាក់អញ្ចឹងទៅវានឹងចេញរូបមែនតែនរូបយើងមកតែម្ដងផុសនៅហ្នឹងអញ្ចឹងទី2និយាយពីទំហំអញ្ចឹងទំហំ cover យើងអាចបដិអាចបញ្ចូលអញ្ចឹងនៅក្នុង prompt គំរូរបស់ខ្ញុំសេជាលក្ខណៈបដិទៅ16:9មួយទៀតតកតនឹងចំណងជើងអញ្ចឹងចំណងជើងហ្នឹងខ្ញុំឧទាហរណ៍នេះយើងដាក់ strap ខ្មែរទៅអូខេហើយអានេះតកតនឹង mood នៃ cover poster ហ្នឹងអញ្ចឹងក្នុងហ្នឹងយើងនិយាយពីខ្ញុំតកតនឹង background វាមានមនុស្សស្រីមានឡានទំនើបមានគាខាងក្រោយនៅពេញអីយ៉ាងអញ្ចឹងទៅហើយ typography នេះជាការរបៀបសេអញ្ចឹង style សរសេរនេះអ្នកនេះអាចចូល ChatGPT ឲ្យជួយសរសេរទៅវាមាន style សរសេរប្លែកៗច្រើនអញ្ចឹង style ដែលខ្ញុំដាក់នេះជា modern chrome typography ដូចជាផាថាមានអក្សរហើយមានភ្លឺចេញចឹងមកហើយចុងក្រោយយើងគ្រាន់ចង់មាន credit artist designer អីចឹងយើងចេះដាក់មកនេះខ្ញុំដាក់តាមpage ខ្ញុំដាក់តាម page តាមអញ្ចឹងទៅអូខេអញ្ចឹងយើង test prompt ទាំងអស់គ្នាអញ្ចឹងយើង copy prompt ទាំងអស់មក copy ដំបូងយើងចូល ChatGPT អូខេអញ្ចឹងអានឹង prompt យើងបានសរសេរអញ្ចឹងបើសិនយើងចង់យករូបយើងមកដាក់យើង add មកថតរូបគំនូនេះមួយចុះអូខេអញ្ចឹងយើងចុចបញ្ជូនទៅអញ្ចឹង prompt នឹងដដែលខ្ញុំធ្វើនៅក្នុង ChatGPT ម្ដងក្នុង Google Gemini ម្ដងអញ្ចឹងវាចេញមកវាអាច style ផ្សេងគ្នាអញ្ចឹងភាសាការ generate មួយវាដូចគ្នាទេព្រោះអីវាយើងប្រើ AI ផ្សេងគ្នាអូខេនេះជាទី2ហើយទី3យើងធ្វើនៅក្នុង flow អូខេអញ្ចឹងជើងនេះខ្ញុំបាច់ដាក់រូបខ្លួនឯងក៏បានឲ្យវា generate រូបអីក៏បានដែរអូខេ test 3 AI ហ្នឹងទៅយើងចាំតិចទៅអូខេអញ្ចឹងយើងចេញហើយចានេះជារូប music cover បែបrap ហ្នឹងអូខេអញ្ចឹងយើង testing មួយខ្ញុំដោយសារនេះយើងយករូប reference មកដាក់អញ្ចឹងយើងអាច test មួយទៀតទៅដោយយើងមិនបាច់យករូបអ្នកណាមកទេយើង generate នឹងផ្ទាល់មកយើង test ចានេះជារូបដែល generate ដោយ Google Gemini អូខេនេះជា result មួយទៀតពី Google Flow អូខេចឹងមាន base style អូខេ
ចឹងយើងចាំមើលនេះមួយទៀតអូខេអញ្ចឹងអានេះខ្ញុំអត់យករូបខ្ញុំមកដាក់ទេយករូបឲ្យវា generate ជារូបដែល generate ដោយ AI មកអញ្ចឹងវាចេញទម្រង់វាខ្មែរយើងអូខេអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្ណឹង